រឿងខ្មោចស្រីក្នុងភូមិងឹតនៅក្នុងខេត្តកំពតមានភូមិតូចមួយដែលស្ថិតនៅជាប់មាត់សមុទ្រគេហៅថាភូមិខ្មោចស្រីងឹតភូមិនេះពេញទៅដោយផ្ទះឈើចាស់ទ្រុឌទ្រោមដែលជញ្ជាំងប្រេះស្រាំនិងមានក្លិនសើមផ្អូមពីសមុទ្រនៅពេលយប់រលកសមុទ្របក់មកខ្លាំងលាយឡំជាមួយសំឡេងខ្សឹបខ្សួបដែលធ្វើឲ្យប្រជាជនភ័យខ្លាចមិនហ៊ានចេញពីផ្ទះគេនិយាយថាមានខ្មោចស្រីម្នាក់ឈ្មោះស្រីរងដែលតែងតែលេចមុខនៅពេលព្រះច័ន្ទពេញវង្សនាងមានសក់វែងខ្មៅរួញរត់មុខក្រលួយសាច់ធ្លាក់និងភ្នែកក្រហមឆ្អិនឆ្អៅដែលសម្លឹងមើលអ្នកដោយកំហឹងនាងជាស្រីស្អាតដែលត្រូវបានសម្លាប់ដោយដីរបស់នាងកាលពី50ឆ្នាំមុនដោយសារការសង្ស័យថានាងមានសហាយស្មានវិញ្ញាណរបស់នាងមិនសម្រាកទេនាងស្វែងរកការសងសឹកពីបុរសទាំងឡាយដែលមានចិត្តអាក្រក់ដោយទាញពួកគេចូលទៅក្នុងសមុទ្ររួចធ្វើឲ្យពួកគេលង់ទឹកស្លាប់ដោយភ័យខ្លាចរឿងនេះគួរឲ្យខ្លាចណាស់ព្រោះនាងមិនគ្រាន់តែបង្ហាញខ្លួនទេនាងអាចចូលក្នុងសុបិនធ្វើឲ្យអ្នកឃើញរឿងគួរឲ្យរន្ធត់ដែលមិនអាចបំភ្លេចបានរឿងនេះចាប់ផ្ដើមពីបុរសវ័យក្មេងម្នាក់ឈ្មោះសុធាជាអ្នកនេសាទដែលមកពីទីក្រុងកំពតគាត់មករស់នៅភូមិនេះដើម្បីគេចពីបញ្ហាជីវិតនៅទីក្រុងគាត់មានប្រពន្ធឈ្មោះស្រីធីតាដែលជាស្រីស្អាតនៅភូមិនេះប៉ុន្តែសុធាជាមនុស្សច្រណែនខ្លាំងតែងតែសង្ស័យប្រពន្ធរបស់គាត់ជាមួយបុរសដទៃគាត់មិនជឿរឿងខ្មោចទេគិតថាវាជារឿងល្ងងខ្លៅរបស់អ្នកភូមិនៅថ្ងៃមួយអ្នកភូមិប្រមានគាត់ថាកុំចេញទៅនេសាទនៅពេលព្រះច័ន្ទពេញវង្សណាខ្មោចស្រីរងនឹងមករកអ្នកដែលមានចិត្តអាក្រក់សុធាសើចហើយនិយាយថាខ្មោចគ្រាន់តែជារឿងនិទានខ្ញុំនឹងចេញទៅដដែលពេលល្ងាចនោះព្រះច័ន្ទពេញវង្សភ្លឺស្វាងរលកសមុទ្របក់ខ្លាំងសុធាយកទូកតូចមួយចេញទៅនេសាទគាត់អង្គុយនៅលើទូកសម្លឹងមើលទឹកសមុទ្រខ្មៅងឹតគិតពីការសង្ស័យរបស់គាត់ចំពោះប្រពន្ធរំពេចនោះគាត់យាសំឡេងស្រីយំសោកពីចម្ងាយដូចជាមកពីក្រោមទឹកសុថាគិតថាវាជាខ្យល់ឬសត្វត្រីគាត់បន្តនេសាទប៉ុន្តែសំឡេងនោះកាន់តែខ្លាំងរហូតដល់គាត់ឃើញពុះទឹកឡើងពីក្រោមទូករំពេចនោះដៃត្រជាក់មួយគូលោកឡើងចាប់កែមទូកហើយស្រីរងលេចមុខឡើងពីទឹកមុខរបស់នាងរលួយសាច់ធ្លាក់ចេញនិងភ្នែកក្រហមសម្លឹងមើលគាត់អ្នកដូចជាប្តីខ្ញុំច្រណែននឹងអាក្រក់មកជាមួយខ្ញុំទៅសំឡេងនោះខ្សឹបដូចរន្ទះត្រជាក់ក្នុងសុថាភ័យខ្លាចគាត់រុញដៃនោះចេញហើយចែវទូកត្រឡប់ទៅឆ្នេរប៉ុន្តែទូកដូចជាមិនរំកិលរលកបក់ខ្លាំងនិងមានដៃជាច្រើនលោកឡើងពីក្រោមទឹកចាប់ជើងគាត់ស្រែកខ្លាំងរត់ទៅដល់ឆ្នេរប៉ុន្តែនៅពេលត្រឡប់មកផ្ទះគាត់ឃើញប្រពន្ធគាត់អង្គុយនៅក្នុងងឹតមុខស្លេកស្លាំងខ្ញុំឃើញនាងហើយគាត់ប្រាប់ប៉ុន្តែស្រីធីតាសើចថាវាគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកប៉ុណ្ណោះនៅយប់នោះសុធាគេងមិនលក់គាត់សុបិនឃើញស្រីរងចូលមកក្នុងផ្ទះទាញប្រពន្ធគាត់ចូលទៅក្នុងសមុទ្ររួចស្រែកថាអ្នកត្រូវសងសឹកសម្រាប់កំហុសរបស់អ្នកគាត់ភ្ញាក់ឡើងដោយញើសស្រាក់ប៉ុន្តែប្រពន្ធគាត់នៅតែគេងស្កប់ស្កល់ថ្ងៃបន្ទាប់សុធាស្រាវជ្រាវពីរឿងខ្មោចស្រីរងនៅវត្តភូមិលោកតាចៅអធិការប្រាប់ថាស្រីរងជាស្រីស្អាតដែលស្រឡាញ់បុរសម្នាក់ឈ្មោះរងប៉ុន្តែរងច្រណែនខ្លាំងគេសង្ស័យនាងមានសហាយរួចកាត់កនាងនិងបោះសាកសពចូលសមុទ្រមុនស្លាប់នាងបានស្បត់ថានឹងតាមដានបុរសដែលមានចិត្តច្រណែនរហូតដល់ពួកគេសោកស្ដាយរងបានស្លាប់ដោយភ័យខ្លាចប៉ុន្តែវិញ្ញាណស្រីរងនៅតែនៅទីនោះរងចាំអ្នកដែលដូចគេសុធាភ្ញាក់ផ្អើលព្រោះគាត់ដឹងថាខ្លួនឯងក៏មានចិត្តច្រណែនដូចគ្នាគាត់សម្រេចចិត្តកែប្រែប៉ុន្តែវាហួសពេលហើយនៅយប់បន្ទាប់ព្រះច័ន្ទពេញវង្សម្ដងទៀតសុធាសំឡេងគោះទ្វារផ្ទះគាត់បើកទ្វារឃើញស្រីរងឈរនៅមុខទឹកហូរចេញពីខ្លួននាងនិងក្លិនស្អុយដូចសាកសពមកជាមួយខ្ញុំនឹងបង្ហាញអ្នកពីកំហុសរបស់អ្នកនាងខ្សឹបហើយដៃរបស់នាងលូកមកចាប់ដៃគាត់សុធាស៊ូប៉ុន្តែគាត់មានអារម្មណ៍ថាត្រូវបានទាញចូលទៅក្នុងពិភពងឹតគាត់ឃើញរូបភាពពីអតីតកាលរងកំពុងកាត់កស្រីរងឈាមហូរនិងសំឡេងយំសោកបន្ទាប់មកគាត់ឃើញខ្លួនឯងកំពុងសម្លាប់ប្រពន្ធរបស់គាត់ដោយច្រណែនទោះវាមិនទាន់កើតឡើងក៏ដោយគាត់ស្រែកខ្លាំងភ្ញាក់ឡើងនៅលើឆ្នេរដោយខ្លួនឯងសើមទាំងស្រុងសុធារត់ត្រឡប់មកផ្ទះប៉ុន្តែផ្ទះងឹតស្លុបប្រពន្ធគាត់បាត់ខ្លួនគាត់ស្រែកហៅរត់ទៅឆ្នេរឃើញស្រីធីតាឈរនៅមាត់ទឹកប៉ុន្តែពេលចិត្តដល់នាងប្រែជាស្រីរងសើចខ្លាំងរួចទាញគាត់ចូលទៅក្នុងរលកអ្នកត្រូវសងសឹកសំឡេងនោះឮខ្លាំងរលកបក់ខ្លាំងទឹកចូលមាត់គាត់សុធាស៊ូរុញនាងចេញប៉ុន្តែគាត់ឃើញប្រពន្ធពិតប្រាកដរបស់គាត់លង់ទឹកនៅចម្ងាយគាត់ហែលទៅជួយប៉ុន្តែដៃខ្មៅចាប់ជើងគាត់ទាញចុះក្រោមនៅក្រោមទឹកគាត់ឃើញសាកសពជាច្រើនមុខរលួយសម្លឹងមើលគាត់ដោយកំហឹងនៅពេលព្រឹកអ្នកភូមិរកឃើញសាកសពសុធានិងស្រីធីតានៅលើឆ្នេរមុខស្លេកស្លាំងដោយភ័យខ្លាចគ្មានស្នាមរបួសណាគេដឹងថាខ្មោចស្រីរងបានសងសឹកតង់ទៀតភូមិងឹតនៅតែស្ងប់ស្ងាត់ប៉ុន្តែនៅពេលព្រះច័ន្ទពេញវង្សគេនៅតែសំឡេងយំសោកពីសមុទ្ររំលឹកថាចិត្តច្រណែនអាចនាំឲ្យជួបគ្រោះថ្នាក់ដែលមិនអាចគេចផុត